លោកខ្លាចដែរមែនទេឯងដឹងថាគេឆ្លើយតបមកវិញយ៉ាងម៉េចទេខ្ញុំក៏ខ្លាចដែរពេលខ្ញុំមើលមិនឃើញព្រោះតែផ្សែងជើងខ្ញុំពិបាកក្នុងការដើរហើយខ្ញុំសួរទៅវិញថាចុះអ្វីដែលនៅក្នុងខួរក្បាលរបស់លោកមានតែមួយគត់ខ្ញុំចុះចាញ់គេម្នាក់នោះនឹងត្រូវស្លាប់911មានកាយមិនតាន់មែនទេគឺថាភ្លើងឆេះនៅហុងចេដងគឺខ្ញុំបានរបាយការណ៍ហើយគឺខ្ញុំមិនដឹងទេឡានប្លុកអគ្គិភ័យឡានប្លុកអគ្គិភ័យមានរាយការណ៍ថាភ្លើងឆេះនៅហុងចេដងទៅចេញពីទីនោះមកចេញមកអាប់ចោរឿងក្រុមពន្លត់អគ្គិភ័យ